សូមជម្រាបសួរនាងខ្ញុំនឹងអាននៅអត្ថបទសង្ខេបប្រភេទអក្សរសិល្ប៍បរទេសរឿងអុយលីសវិលវិញនិពន្ធដោយអូមែរកាលកំណត់តែងនៅចន្លោះឆ្នាំ700ទៅ800មុនគ្រិស្តសករាជប្រែសម្រួលដោយពុទ្រីទុតនៅក្នុងគ្រិស្តសករាជឆ្នាំ1993ក្រោយពីសង្គ្រាមនៅត្រើបានបញ្ចប់ក្រុមរបស់អុយលីសបានចុះសំពៅធ្វើដំណើរត្រឡប់ទៅមាតុភូមិរបស់ពួកគេវិញដោយក្តីទន្ទឹងរង់ចាំជាយូរណាស់មកហើយការធ្វើដំណើរតាមមហាសមុទ្រមេឌីទែរ៉ាណេដ៏អាថ៌កំបាំងដោយការផ្សងព្រេងប្រឈមមុខនឹងគ្រោះថ្នាក់ទាំងឡាយកើតមានឡើងនៅខាងមុខដែលពួកគេមិនបានដឹងគ្រោះថ្នាក់ចាប់ផ្ដើមកើតឡើងជាបណ្ដាតាំងពីសំពៅចតនៅស្រុកត្រាស់ត្រូវពួកស៊ីកូនម្ចាស់កោះសម្លាប់ពួកនាវិកមួយចំនួនបន្ទាប់មកត្រូវពលស្មៅឡូតុសមានជាតិស្នេហ៍ពលតែមិនបាត់បង់ជីវិតគ្រោះថ្នាក់បន្ទាប់មកទៀតគឺក្រុមមេទ័ពក្រិកត្រូវបានចាប់ឃុំខ្លួននៅក្នុងរូងរបស់ស៊ីក្លូបស្ទើរតែពុំរួចជីវិតត្រឡប់មកសំពៅវិញភាពជោគជ័យលើស៊ីក្លូបបានធ្វើឲ្យប៉ូស្លេដុងទេវៈរក្សាសមុទ្រជាឪពុកតាមសងសឹកអុយលីសដោយបង្កើតជាព្យុះសង្គ្រាមិនឲ្យសំពៅទៅដល់កោះអ៊ីតាវិញនៅលើមហាសមុទ្រនេះបានសម្លាប់ក្រុមនាវិកស្ទើរតែគ្មានសល់ហើយសោកនាដកម្មនេះបានបន្សល់ទុកនៅវីរៈជនអ៊ុយលីសតែម្នាក់ប៉ុណ្ណោះហើយត្រូវជាប់នៅលើកោះ ECC អស់ជាច្រើនឆ្នាំដោយទេពធីតាកាលីបសូបានចាប់ចិត្តស្រឡាញ់អ៊ុយលីសចង់ឲ្យគេនៅរួមរស់ជាស្វាមីរហូតប៉ុន្តែដោយមានការអន្តរាគមន៍ពីទេវៈស្លីសនិងអាតេណាអ៊ុយលីសត្រូវបានកាលីបសូដោះលែងឲ្យវិលត្រឡប់មកកោះអ៊ីតាវិញតែជាអកុសលត្រូវប៉ូស្លេអ៊ីដុងបង្កើតជាព្យុះបោកបក់ក្បួនឫស្សីរបស់អ៊ុយលីសឲ្យខ្ទេចខ្ទីរហូតមកដល់កោះហ្វេអាស៊ីរួចត្រូវបានមហាក្សត្រអាល់ស៊ីនូសជាម្ចាស់កោះនោះជួនត្រឡប់ទៅកោះអ៊ីតាវិញការបាត់ដំណឹងសូនឈឹងរបស់អ៊ុយលីអស់រយៈពេល20ឆ្នាំរហូតគ្មាននរណាម្នាក់សន្និដ្ឋានថាគេនៅរស់មានជីវិតនៅឡើយចំណែកឯប៉េនេឡូបជាភរិយាបានរងចាំដោយភក្តីភាពបំផុតនាងត្រូវប្រឈមមុខនឹងការដោះស្រាយរាល់បញ្ហាទាំងឡាយដោយមានពួកកំឡោះជាច្រើនអ្នកតាមស្រឡាញ់នាងរហូតដល់ទៅ108នាក់នាងមានប្រាជ្ញាស្មារតីខ្ពស់បានខិតខំពន្យាពេលពួកគេដើម្បីរងចាំអ៊ុយលីសត្រឡប់មកវិញចំណែកតេលេម៉ាកកូនរបស់អ៊ុយលីសបានចាកចេញពីកោះដើម្បីខិតខំស្វែងរកនិងស៊ើបដំណឹងរបស់ឪពុកដែលបាត់ដំណឹងអស់រយៈពេលជាយូរគេតែងតែសង្ឃឹមថាឪពុករបស់ខ្លួននៅមានជីវិតនៅឡើយពេលត្រឡប់មកដល់កោះអ៊ីតាវិញតែលេម៉ាក៏បានជួបនិងទទួលស្គាល់អ៊ុយលីសនៅក្នុងសភាពជាស្មុំជាចកដែលគ្មាននរណាម្នាក់បានដឹងគឺមានតែតេលេម៉ាអ៊ីរីក្លេនិងអាកុសឆ្កែជរាដល់កំសត់ដែលរងចាំម្ចាស់រហូតដល់ដង្ហើមចុងក្រោយនៅលើកោះពួកកូនអភិជនជាកំឡោះទាំងឡាយដែលតាមស្រឡាញ់ប៉េនេឡូបបានស៊ីផឹកបំផ្លាញទ្រព្យសម្បត្តិរបស់អ៊ុយលីសជារៀងរាល់ថ្ងៃដើម្បីបង្ខំប៉េនេឡូបឲ្យព្រមជ្រើសរើសកំឡោះណាម្នាក់ក្នុងចំណោមពួកគេមកធ្វើជាប្តីហេតុនេះហើយធ្វើឲ្យប៉េនេឡូបបើកការប្រកួតបាញ់ព្រួញឲ្យរត់តាមរន្ធពូថៅទាំង12នាងគិតថាមានតែអ៊ុយលីសតែម្នាក់ទេដែលអាចធ្វើបានការប្រកួតនោះក៏មានវត្តមានរបស់អ៊ុយលីសដែរខ្លួននិងតេលេម៉ាបានរៀបចំយុទ្ធសាស្ត្រជាស្រេចដើម្បីវាយបណ្ដេញពួកកំឡោះពៀទាំងនោះចេញពីកោះអ៊ីតាឲ្យអស់ភាពជោគជ័យរបស់អ៊ុយលីសលើខ្មាំងសត្រូវជាលើកទី2នៅលើទឹកដីរបស់ខ្លួនធ្វើឲ្យឯករាជ្យកើតឡើងម្ដងទៀតនៅលើកោះនោះក្រោយពីការពិសោធន៍គ្នាទៅវិញទៅមករវាងអ៊ុយលីសនិងប៉េនេឡូបធ្វើឲ្យគេទាំងពីរកាន់តែយល់ចិត្តគ្នាហើយបានរស់នៅជួបជុំគ្រួសារដែលមានភាពសុខសាន្តនៅលើកោះដ៏ស្រស់បំព្រងនោះ